mình mà tam rồi bài ca rồi bài đồng trường ra cứ ở đây để dương ai draw cưới mà năm cao people nè bữa đó bậc tiếp tiếp cho môi bậc tiếp xem ai chụp đột tách tay bậc tiếp tiếp cho môi chỉ bọt dương đọc một phần liền nè dương ai cần thanh đi chả cô đau rồi bỏ dương cứ thà thì bối cứ siêu ba nè đại cao sắp cua chỉ vật bậc khiêm thọ lọp chụp mật phẹ rồi bỏ khiêm cho năm class từ mà đai ở phục cọc sẽ hai phía trên cứ khơi nâng khơi đồng nặng cao trong cõi tại bờ đó chân ai đom chuyên ra đại lực đấy cứ tha sầm mặt tập hiệp được trong ca bằng cá sầm mặt tập hiệp được trong ca rốt khơi đồng nặng cao tập bốn rồi môi có chia sẻ nhàในการวิวัฒน์นู้คือជាកិច្ចការខ្លាំងសំខាន់ព្រោះប្រចាំដល់ដំណាក់កាលទី3ទី4ហើយគឺពិបាកហើយនេះគឺជាកិច្ចការមួយដែលយើងគិតថាហើយរាជរដ្ឋាភិបាលពេលនោះក៏បានសូមគូការទៅសម្ដេចតេជោលោកក៏ឯកភាពថាឥឡូវហើយភាសាជាមួយអាដាមសាស្ត្រាចារ្យមកបុត្រហេងក៏ដូចជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកក៏ឯកភាពថាឥឡូវយើងមាននៅដោយការល្បែតដូចព្យាបាលខ្លះនៅពេទ្យរុស្ស៊ីបាទដែលព្យាបាលប៉ុន្តែជាផ្នែកមួយយើងអត់ទាន់មានពេទ្យមួយដាច់អញ្ចឹងក៏សម្រេចថារៀបចំពេទ្យលួងបែទេបាទប៉ុន្តែយើងត្រូវការធ្វើទំនើបកម្មច្រើនដោយសារពេទ្យធ្វើដំបូងឡើយគឺសម្រាប់ពេទ្យព្យាបាលស្ត្រីកូវីដអត់ត្រូវការច្រើនតែបើសិនជាពេលដែលយើងធ្វើជាពេទ្យមហារាជត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនជាហោដោយបង្គើសម្រាប់ព្យាបាលហ្នឹងកាមរស្មីអីហ្នឹងត្រូវយើងធ្វើច្រើនប៉ុន្តែយើងបន្ថយទេយើងកំពុងរៀបចំឲ្យសង្ឃឹមថាហើយតាមផែនការអាចឈានឥឡូវដូចបើក consultation មកតង់ហើយធ្វើពីគ្រូប៉ុន្តែដល់ព្យាបាលធំនោះគឺទៅខាងមុខព្រោះឥឡូវកំពុងតែធ្វើបង្គើធ្វើអីបន្ថែមថវិកាដើមឆ្នាំដើមមួយដាត់នេះក៏បាននិយាយដោយប្រហែល10លានដើម្បីឲ្យអាប់ដេតឲ្យគ្រូពេទ្យដែលយើងព្រោះបញ្ហាប្រឈមយើងមួយគឺកង្វះនៃគ្រូពេទ្យជំនាញយើងអាចធ្វើអាគារយើងអាចបំពាក់សម្ភារៈក្នុងរយៈពេល2ឆ្នាំយើងធ្វើហើយប៉ុន្តែបរិបដាលពេទ្យជំនាញត្រូវការយូរប៉ុន្តែវាដូចពងមាន់ឲ្យមាន់ចឹងបើអត់កលានមានពេទ្យអត់មានអីយើងពិបាកក្នុងការបរិបដាលបន្ថែមអញ្ចឹងការគិតគូរនេះយើងគិតគូរទាំងអស់ទាំងការរៀបចំទុនធានមនុស្សអញ្ចឹងទៅមុខទៀតយើងសង្ឃឹមថាយើងនឹងអាចដាក់ទិសដៅបន្ថែមទៀតពង្រឹងបន្ថែមនៅក្នុងសមត្ថភាពឥឡូវយើងអាចថាធ្វើវិមជ្ឈការឬមួយក៏ថាជួយចែករំលែកពេទ្យលួងម៉ែធ្វើហើយអាចជួយចែករំលែកខ្លះពីពេទ្យផ្សេងប៉ុន្តែទិសដៅទៅមុខខ្ញុំគិតថាយ៉ាងហោចណាស់យើងត្រូវមានសមត្ថភាពនៅថ្នាក់តំបន់ដើម្បីព្យាបាលជំងឺមហារីកព្រោះអញ្ចឹងដើម្បីអ្នកដែលប្រជាពលរដ្ឋនៅតាមតំបន់តាមភូមិភាគមួយចំនួនទីហោនៅកំពង់ធំនៅព្រះវិហារអត់ចាំបាច់មកដល់ភ្នំពេញទេអាចត្រូវត្រឹមសៀមរាបដែលជាមូលដ្ឋានតំបន់ឥឡូវយើងធ្វើពេទ្យតំបន់2គឺមួយនៅសៀមរាបមួយនៅកំពង់ចាមតែមិនទាន់មានគេថាជាទិសដៅសម្រាប់ upgrade ទៅដល់កង់សែទេជំងឺមួយចំនួនតែទៅមុខទិសដៅរបស់យើងនឹងធ្វើទៅនេះដើម្បីពង្រីករុញសេវានេះទៅដល់មូលដ្ឋានប៉ុន្តែអ្វីដែលសំខាន់មិនមែនរឿងព្យាបាលទេរឿងបង្ការយើងចង់ឲ្យថាប្រជាពលរដ្ឋយើងឥឡូវ20,000នាក់ដែលប៉ះពាល់កើតថ្មីដែលយើង detect មិនដឹងប្រមាណទៀតទេតែទៅថ្ងៃក្រោយឲ្យធ្លាក់ចុះត្រឹម2,200ឬ0បើអាចបានប៉ុន្តែវាពិបាកទៅ0ព្រោះប្រទេសណាព្រោះវាមានកត្តាចង្កាលដោយសារខ្លួនមនុស្សនឹងឯងចង្កាលអ្នកខ្លះមិនដឹងថាជា gene អត់អ្នកខ្លះបាទ genetic មកយើងពិបាកឪពុកម្ដាយធ្លាប់មានកង់សែអញ្ចឹងហានិភ័យខ្លួនមានកង់សែ